ជាកិច្ចចាប់ផ្ដើមមុនការអានគម្ពីរខ្ញុំព្រះករុណាសូមនមស្ការថ្វាយបង្គំដោយសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធាំសរណង្ឃច្ឆាមិធម្មាំសរណង្ឃច្ឆាមិសង្ឃាំសរណង្ឃច្ឆាមិឥតិពិសោភគវាអរហង្គសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោបរិសទ្ធធម្មៈសារថេសទ្ធាទេវមនុស្សសានੰពុទ្ធោភគវាតិដោយអំណាចនៃព្រះបារមីនៃព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូព្រះសមណគោតមនិងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូគ្រប់ព្រះអង្គដែលត្រាស់ដឹងឡើងក្នុងត្រៃលោកាព្រះបច្ចេកពុទ្ធព្រះសាវកពុទ្ធព្រះធម៌ព្រមទាំងព្រះអរិយសាវកនៃព្រះសម្មាសម្ពុទ្ធមានលោកគ្រូណារតាដាសេរាលោកគ្រូធម្មមីត្រាព្រហ្មកេសាសូមព្រះសម្មាសម្ពុទ្ធញាណនៃព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូគ្រប់ព្រះអង្គលោកគ្រូណារតាដាសេរាលោកគ្រូធម្មមីត្រាព្រហ្មកេសាព្រះព្រហ្មព្រះសក្កទេវរាជព្រះទេវៈព្រះឥន្ទនិងទេវតាក្នុងពន្លឺសម្មាសម្ពុទ្ធញាណមានព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូជាប្រធានដែលប្រទានពរជ័យមកនេះសូមពន្លឺសម្មាសម្ពុទ្ធញាណកើតមានពេញបរិបូរណ៍ដល់បុគ្គលជាសិស្សក្នុងពន្លឺសម្មាសម្ពុទ្ធញាណជាបុគ្គលមានសិលសមាធិសូមឲ្យកើតមានពុទ្ធិបញ្ញាទទួលបានមគ្គពិតផលពិតពេញបរិបូរណ៍ពីការសិក្សាព្រះធម៌និងការបដិបត្តិសមាធិឈាននិងវិបស្សនាមើលឃើញក្នុងសច្ចធម៌ពិតដែលព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូគ្រប់ព្រះអង្គទ្រង់បានរកឃើញនិងសម្ដែងហើយសូមឲ្យបានដើរត្រង់ក្នុងមាគ៌ាអរិយនៃពន្លឺព្រះសម្មាសម្ពុទ្ធញាណទទួលបានការត្រាស់ដឹងពេញបរិបូរណ៍មានព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូជាប្រធាននិងសម្រេចដល់និព្វានកុំបីឃ្លានឃ្លាតឡើយកម្មវិធីអានគម្ពីរនិងដកស្រង់ព្រះធម៌ភាគទី1គម្ពីរព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាស្រាវជ្រាវវិភាគនិងចងក្រងរៀបរៀងដោយលោកគ្រូធម្មមាចារ្យព្រហ្មកេសាអានដោយបូរាវីសង្សារវដ្តវែងអន្លាយនិងការវិនាសសូន្យសញ្ញកប្បនិងអសញ្ញកប្បនៅក្នុងសង្សារវដ្តនេះវែងអន្លាយណាស់គួរឲ្យនឿយណាយសញ្ញកប្បជាកប្បសូន្យមិនមានព្រះពុទ្ធមិនមានព្រះបច្ចេកពុទ្ធមិនមានព្រះសាវកពុទ្ធមិនមានស្ដេចចក្រពត្តិអសញ្ញកប្បជាកប្បដែលមានព្រះពុទ្ធមានព្រះបច្ចេកពុទ្ធមានព្រះសាវកពុទ្ធមានស្ដេចចក្រពត្តិ1សញ្ញកប្បមាន4គឺសញ្ញមហាកប្បបានដល់មហាកប្បដែលមិនមានព្រះពុទ្ធកើតត្រាស់ដឹងឡើងទេសញ្ញអសង្ខ័យកប្បបានដល់សង្វត្តអសង្ខយកប្បសង្វត្តថាយីអសង្ខយកប្បនិងវិវត្តអសង្ខយកប្បមិនមានព្រះពុទ្ធត្រាស់ដឹងឡើងទេសញ្ញអន្តរកប្បបានដល់អន្តរកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹងឡើងទេសញ្ញអាយុកប្បបានដល់កប្បក្នុងរវាងដែលមនុស្សមានអាយុច្រើនជាង100,000 ឆ្នាំឡើងទៅនិងក្នុងរវាងដែលមនុស្សមានអាយុតិចជាង100ឆ្នាំចុះមក2អសញ្ញកប្បមាន5គឺសារកប្បកប្បដែលមានព្រះពុទ្ធកើតឡើងមួយអង្គមណ្ឌលកប្បកប្បដែលមានព្រះពុទ្ធកើតឡើង2អង្គវរៈកប្បកប្បដែលមានព្រះពុទ្ធកើតឡើង3អង្គសារមន្តកប្បកប្បដែលមានព្រះពុទ្ធកើតឡើង4អង្គភត្តកប្បកប្បដែលមានព្រះពុទ្ធកើតឡើង5អង្គកប្បដែលមានព្រះពុទ្ធកើតឡើងច្រើនលើសពី5អង្គមិនមានទេណាសូមខន្តីអភ័យទោសប្រសិនមានការអានខុសនៅអក្ខរាវិរុទ្ធត្រង់ចំណុចណាមួយដោយអចេតនាជាកិច្ចបញ្ចប់កម្មវិធីអាននិងដកស្រង់ព្រះធម៌ខ្ញុំព្រះករុណាសូមផ្សាយមេត្តាទៅទិសទាំង10
ផ្សាយមេត្តាគ្រប់ទិសទាំងដប់សព្ពេបុរតមាយៈតិស័យសត្តាអវរាសុខីហោន្តុសព្ពេបុរតមាយៈអនុតិស័យសត្តាអវរាសុខីហោន្តុសព្ពេតក្ខិណាយៈតិស័យសត្តាអវរាសុខីហោន្តុសព្ពេតក្ខិណាយៈអនុតិស័យសត្តាអវរាសុខីហោន្តុសព្ពេបច្ឆមាយៈតិស័យសត្តាអវរាសុខីហោន្តុសព្ពេបច្ឆមាយៈអនុតិស័យសត្តាអវរាសុខីហោន្តុសព្ពេឧត្តរាយៈតិស័យសត្តាអវរាសុខីហោន្តុសព្ពេឧត្តរាយៈអនុតិស័យសត្តាអវរាសុខីហោន្តុសព្ពេហិដ្ឋិមាយៈតិស័យសត្តាអវរាសុខីហោន្តុសព្ពេឧបរិមាយៈតិស័យសត្តាអវរាសុខីហោន្តុសព្ពេសត្តាអវរាហោន្តុសុខិតាហោន្តុនិទុក្ខាហោន្តុអព្យាបច្ឆីហោន្តុអនិច្ឆីហោន្តុទុក្ខាយុកាហោន្តុអរោគីហោន្តុសម្បត្តិសមាច្ឆន្តុសុខីអត្តនំបរិហរន្តុទុក្ខបត្តាចនិទុក្ខាភយបត្តាចនិភយាសោកបត្តាចនិសោកាហោន្តុសព្ពេបិបានិណោ